3 ម៉ាត់សម្រាប់ខ្ញុំពី SCC ក្នុងឆ្នាំ2026នេះគឺគុណភាពថេរភាពនិងវឌ្ឍនភាពគុណភាពគឺជាអ្វីដែល SCC ផ្ដល់ជូនអតិថិជនថេរភាពគឺជាអ្វីដែល SCC ផ្ដល់ជូនក្រុមការងាររបស់យើងនិងវឌ្ឍនភាពសម្រាប់អ្នកទាំងអស់គ្នាពាក្យ3ម៉ាត់ចំពោះទៅកាន់ FCC នៅក្នុងឆ្នាំ2026នេះគឺទី1ផ្ដោតទៅលើអតិថិជនទី2ស្ថិរភាពនិងទី3ផ្ដល់នៅទំនុកចិត្តនិងគុណភាពជូនដល់អតិថិជនពាក្យ3ម៉ាត់នៅក្នុងឆ្នាំ2026នេះចំពោះ SCC គឺនិរន្តរភាពទំនុកចិត្តហើយនឹងការរីកចម្រើនសួស្តីក្នុងឆ្នាំ2026នេះ ACC ក្នុងនាមខ្ញុំជាបុគ្គលិករបស់ ACC មានពាក្យ3ម៉ាត់ទី1គឺគុណភាពជំនឿទុកចិត្តហើយនិងអនាគតយូរអង្វែងបាទសួស្តីក្នុងឆ្នាំ2026នេះខ្ញុំមានពាក្យ3ម៉ាត់សម្រាប់ SCC Engineering គឺរីកចម្រើនរឹងមាំនិងយូរអង្វែងពាក្យ3ម៉ាត់ដែលខ្ញុំចង់និយាយនៅក្នុងឆ្នាំ2021សម្រាប់ SCC គឺមាន Professional Management and Schedule សម្រាប់ក្នុងឆ្នាំ2026នេះខ្ញុំមានពាក្យ3ម៉ាត់សម្រាប់ SCC គឺស្ថិរភាពទំនុកចិត្តហើយនិងភាពរីកចម្រើនបាទអញ្ចឹងខ្ញុំអាចនិយាយថា SCC នៅស្រុកខ្មែរ Consultant អត់មានអ្នកធំជាង SCC ឯខ្ញុំជំនាញបាទនេះវាជាការវិវត្តបន្ថែមមានន័យថាយើងដំបូងយើងជាក្រុមហ៊ុន Consultant ក្នុងស្រុកទេតមកទៀតយើងចាប់ផ្ដើម Global ដែលយើងរីកឆ្អៅទៅគម្រោងអន្តរជាតិខ្ញុំសូមអរគុណដល់បងប្រុសហើយនឹងគេហៅថាមិត្តរួមក្រុមហ៊ុនរបស់គ្នាដែលចំណាយពេលវេលាក្នុងថ្ងៃនេះខ្ញុំមកចូលរួម AGM ដែលថ្នាក់លើគាត់ខំបង្កើតឡើងអញ្ចឹងសង្ឃឹមថាការជួបជុំនៅក្នុងថ្ងៃនេះយើងទាំងអស់គ្នានឹងទទួលបានអ្វីលើសពីយើងកំពុងទុកបំពេញការងារនៅទីតាំង SCC នេះយើងត្រូវគិតពីបច្ចុប្បន្ននិងអនាគតថាតើយើងចង់បានអីក្រុមហ៊ុនចង់បានអីហើយយើងនឹងព្យាយាមបំពេញតម្រូវការខ្លួនឯងបំពេញតម្រូវការក្រុមហ៊ុនដើម្បីឲ្យដើរទំនងជាមួយគ្នាមានឱកាសធ្វើការក្រោមការដឹកនាំរបស់ពួកគាត់ទាំងអស់តាំងពីគេចាប់ខ្ញុំចាប់បានគម្រោងរហូតដល់ថ្ងៃនេះហើយចំណុចនេះហើយតែជាចំណុចដែលខ្ញុំរីកចម្រើនខ្លាំងដោយសារក្រោមការធ្វើការជាមួយពួកគាត់ពីមួយគម្រោងទៅមួយគម្រោងខ្ញុំទទួលបានការបណ្ដុះបណ្ដាលផ្នែកផ្សេងគ្នាគម្រោងនីមួយៗគឺសំខាន់បំផុតគឺផ្ដោតទៅលើការយល់ដឹងពី owner ច្បាស់ហើយដោយការគោរពគឺយើងត្រូវយល់ពី communication ជាមួយនឹង owner ដែរចា៎បើមិនជាយើងខ្សោយក្នុងការ communication យើងអាចទទួលយកព័ត៌មានពីគាត់បានទេ